បាទបងប្អូនមកថ្ងៃនេះហើយយើងទទួលបានរថយន្តមួយគ្រឿង Nissan ហើយ Nissan Navara 014បងប្អូនបាទឡាននេះគឺបញ្ហាម៉ាស៊ីនត្រជាក់ធ្ងន់ធ្ងរបងប្អូនធ្ងន់មែនទែនបាទធ្ងន់រហូតដល់លក្ខណៈគេហៅថាมันអាចវះកាត់ឬក៏លេបថ្នាំអាក្រក់ពីច្រកបាត់ទេបាទគឺយើងចាប់ផ្ដើមវះកាត់តែម្ដងបាទឡាននេះគឺ1ឆ្នាំធ្វើម៉ាស៊ីនត្រជាក់3ដងបាទវារៀងច្រើនដែរបាទ3ដងតែខ្ញុំអត់បានធ្វើទេបាទ3លើកទី3ហ្នឹងគឺធ្វើនៅនឹងខ្ញុំបាទឡាននេះមកពីខាងកំពង់ស្ពឺមកបាទអញ្ចឹងបងប្អូនគិតមើលទៅមួយឆ្នាំធ្វើ3ដងវាអង្គមិនដែរបងបិទភ្នែកសម័យមិនចេញបងប្អូនបាទឥឡូវយកមកដល់កន្លែងខ្ញុំនេះខ្ញុំរើឡើងវិញទាំងអស់បាទរើឡើងវិញទាំងអស់ដើម្បី check ត្រួតពិនិត្យមើលថាតើមូលហេតុអីបានឡានធ្វើមួយឆ្នាំធ្វើ3ដងបាទហើយខ្ញុំក៏អត់បានដឹងថាគេធ្វើយ៉ាងណាខ្ញុំអត់ដឹងទេបាទតែមកដល់កន្លែងខ្ញុំគឺខ្ញុំប្រើពេលដើម្បីឆែកមើលវាថាតើវាមានបញ្ហាអីវាមានរោគអីនៅក្នុងហ្នឹងបាទជាក់ស្ដែងមែនទែនទៅឡាននេះគឺឡោកតែម្ដងបងប្អូនបាទឡោកខ្ទេចគ្មានសល់ទេបាទអញ្ចឹងបងប្អូនជាងមេដឹងហើយបាទតែកាលណាឡោកហើយគឺយើងអត់អាចប្រើដាក់ឬក៏ចូលវិញបានទេបាទនេះកុំព្យូទ័របើនិយាយពីកុំព្យូទ័រគឺគៀងតែម្ដងអត់កម្រើកទេបាទគឺគៀងស្រុកតែម្ដងអត់អាចមាននឹងហើមសូម្បីតែបន្តិចបាទគៀងតែម្ដងអញ្ចឹងកុំព្យូទ័រហ្នឹងដូរបាទហើយទៅយោប្រព័ន្ធទៅយោគឺទៅអស់ហើយយើងអត់អាចមានកន្លែងណាមួយដែលយើងអាចស៊ីបានទេបងប្អូនបាទគឺត្រូវតែដូរតែម្ដងអញ្ចឹងសម្រាប់បងប្អូនមានបញ្ហាម៉ាស៊ីនត្រជាក់បាទបងប្អូនយកមកខ្ញុំឆែកមើលបាទហើយនេះគឺជាគ្រឿងថ្មីបងគ្រឿងថ្មីតាំងពីកញ្ឆេងក្តៅនេះបាទកញ្ឆេងក្តៅក៏ថ្មីកុំព្យូទ័រក៏ថ្មីកញ្ឆេងត្រជាក់ក៏ថ្មីតង់ដឺក៏ថ្មីហ្គាសក៏ថ្មីហើយជាងអ្នកធ្វើនឹងក៏ថ្មីទៀតបាទអញ្ចឹងគឺមួយសេតហើយបាទហើយធានាជូនបាទពី6ខែទៅ1ឆ្នាំបាទបើអត់ត្រជាក់ឬក៏មានបញ្ហាឡោកទៀតបាទគឺជិះចូលសងតែម្ដងបាទគឺអត់គិតលុយទេបាទបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាម៉ាស៊ីនត្រជាក់បាទត្រជាក់ឲ្យចាញ់ក្តៅហើយមួយទៀតសម្រាប់បងប្អូនដែលប្រើប្រាស់រថយន្តនៅពេលដែលយើងប្រើត្រជាក់ឬក៏ស្ទើរបងប្អូនយកទៅឆែកទេបងប្អូនមកយកចូលជាងទៅដើម្បីឲ្យគាត់ត្រួតពិនិត្យមើលទៅតើវាស្ទើរហ្គាសឬក៏ស្ទះកញ្ឆេងឬក៏មានបញ្ហាដីអីចូលបាទកុំចេះតែប្រើរហូតដល់ងាក់លែងដំណើរការបានយើងយកទៅឆែកអញ្ចឹងធ្ងន់ហើយបងប្អូនធ្ងន់ហើយលុយក៏ច្រើនដែរបាទអស់ច្រើនដែរហើយឡាននេះធ្វើវគ្គនេះគឺធ្ងន់មែនទែនបាទធ្ងន់ហើយអស់លុយច្រើនហើយខាតពេលទៀតបាទពីព្រោះវាមក system របស់ម៉ាស៊ីនត្រជាក់ហ្នឹងគឺវាទៅទាំងអស់ហើយអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាបាទគូណាស់តែចូលជាងទៅបាទពីព្រោះប្រព័ន្ធម៉ាស៊ីនត្រជាក់វាមិនមែនខូចហើយខូចតែម្ដងលែងត្រជាក់តែម្ដងទេបាទគឺវាខូចម្ដងតិចបាទមួយរយៈនេះខ្ញុំជួប Nissan ច្រើន Nissan Terra Nissan Navara Alpha ម៉ាស៊ីននេះយើងអត់មួយរយៈជួបច្រើនមែនតើអានេះបើវាចាស់រត់បើសិនជាគាត់ជាអ្នកប្រើប្រាស់គឺគាត់ជួបមានបញ្ហាបន្តិចគឺគាត់យកមកឆែកមើលកុំព្យូទ័រវាស្ទើរតែហ្គាសឬខ្សោយកុំព្យូទ័រយើងដូរកុំព្យូទ័រចូលហ្គាសថ្មីអូខេយើងប្រើបានវិញធម្មតាតែបើយើងទុករហូតដល់ថ្នាក់គៀងគឺបងប្អូនណាវាឆេះទៅវាគៀងបញ្ហាគៀងវាឡោកតែកណ្ដាលវាឡោកតែកណ្ដាលឡោកហើយគឺបាក់គីវល់លុយក៏ច្រើនដូរក៏ច្រើនពេលវេលាក៏ប្រើច្រើនដែរបាទអញ្ចឹងអរគុណច្រើនសម្រាប់វីដេអូមួយនេះបាទសូមបងប្អូនជួយ like ជួយ share បាទអរគុណច្រើនបាយបាយជម្រាបលាទៅវាចូលអែមតែម្ដង